បាទជួបគ្នាទៀតហើយបងប្អូនបាទថ្ងៃនេះមកឲ្យស្លឹកដូងបងប្អូនឲ្យស្លឹកដូងឲ្យកដោបស៊ីបាទអញ្ចឹងប្រភេទស្លឹកដូងស្លឹកត្នោតគឺកដោបវាស៊ីដូចគ្នាបងប្អូនណាបាទនេះខ្ញុំដាក់បង្ហាញផ្ទាល់តែម្ដងបាទដូចបងប្អូនឃើញអញ្ចឹងបាទកុំឲ្យបងប្អូនខ្លះគាត់មានចម្ងល់គាត់ថាក្មេងកដោបធ្វើយ៉ាងម៉េចអាចស៊ីស្លឹកដូងដាច់ឬក៏ស្លឹកត្នោតដាច់អញ្ចឹងណាបាទអញ្ចឹងអានេះជាក់ស្ដែងបងប្អូនណាបាទគឺកដោបបាទវាស៊ីស្លឹកដូងបងប្អូនឃើញទេវាស៊ីរិចអញ្ចឹងបងប្អូនបាទតិចទៀតទៅគឺអស់ហើយបងប្អូនតតែធៀងវាទេបាទគឺឆ្វេងក្រោបគឺវាមុតបងប្អូនមុតបាទស្លឹកដូងស្លឹកត្នោតអីដាក់ទៅស៊ីឡើងរិចអស់លេងបងប្អូនបាទហើយត្រង់នេះគឺចាប់ដើមចាប់គូហើយបងប្អូនបាទចាប់ដើមចាប់គូហើយបាទអញ្ចឹងប្រហែលជាស្អែកបងប្អូនស្អែកគឺខ្ញុំដាក់ខ្សាច់ឲ្យវាពងហើយបាទដាក់ខ្សាច់ឲ្យវាពងបាទព្រោះឲ្យឃើញចាប់គូច្រើនបាទចាប់គូចូល70%បងប្អូនបាទចូល 70% ហើយបាទអញ្ចឹងសម្រាប់បងប្អូនដែលមានបំណងចង់ចិញ្ចឹមកណ្ដូបណាបាទបងប្អូនអាចទំនាក់ទំនងបាទមកខ្ញុំបានបាទបងប្អូនអាចធ្វើការកម្មង់ពងពូជសម្រាប់ទុកភ្ញាស់បានណាបាទព្រោះអីឥឡូវនេះមានគេកក់2គីឡូបងប្អូនបាទពងពូជឥឡូវមានគេកក់2គីឡូហើយបាទអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍បាទចង់ចិញ្ចឹមកណ្ដូបបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានបងប្អូនណាបាទជារួមការចិញ្ចឹមកណ្ដូបមានភាពងាយស្រួលបងប្អូនមានភាពងាយស្រួលបាទហើយក៏មិនចំណាយពេលច្រើនជាមួយវាដែរបាទបងប្អូនមានតែស្លឹកដូងស្លឹកត្នោតបាទស្មៅស្លឹកចេកឲ្យវាស៊ីហ្នឹងបាទគឺជាចំណីរបស់វាហើយបាទនេះដូចនេះជាធៀងចេកបាទដាក់ចង្ធៀងទៅវាស៊ីអស់ស្លឹកបងប្អូនណាគឺវានៅសល់តែធៀងចឹងទេបាទស្លឹកចេកធៀងចេកគឺវាស៊ីនៅសល់តែធៀងចឹងទេបាទហើយបើបងប្អូនពុះធៀងវាជា2បងប្អូនណាបើបងប្អូនពុះធៀងវាជា2គឺវាស៊ីចង្ធៀងទៀតបាទគឺវាស៊ីចង្ធៀងទៀតពេលខ្លះខ្ញុំអត់ពេលខ្លះអត់ពុះក៏វាស៊ីដែរបងប្អូនណាដូចជាស្ដែងមួយនេះបងប្អូននេះបាទនេះដាក់ទាំងធៀងក៏វាស៊ីធៀងឡើងអស់ចុះអស់មួយកណាត់ដែរបងប្អូនបាទអញ្ចឹងកដោវាអត់រើសចំណីទេបងប្អូនបាទឲ្យតែជាប្រភេទរុក្ខជាតិបៃតងបាទគឺវាស៊ីឯងបងប្អូនណាកុំឲ្យតែរុក្ខជាតិបៃតងដែលមានជ័រមានជ័រអានឹងវាអត់ទីទេបាទដូចជាតកូលឬអីវាអត់ទីទេបាទវាមានជាតិជ័រអញ្ចឹងណាបាទប៉ុន្តែបើដូចខ្មៅស្លឹកដូងស្លឹកត្នោតស្លឹកចេកបាទស្លឹកអំពៅបាទស្លឹកសណ្ដែកអីហ្នឹងបាទស្លឹកពោតអីហ្នឹងបាទនេះជាចំណីរបស់កដោបហើយបាទវាស៊ីបាទវាស៊ីបាទបងប្អូនណាគឺចាប់ផ្ដើមចាប់គូបាទចាប់គូច្រើនបងប្អូនហើយបងប្អូនដាក់តែព្រឹកល្ងាចជាការស្រេចបងប្អូនណាបាទដាក់ព្រឹកល្ងាចចំណីរបស់កដោបគឺបងប្អូនដាក់ឲ្យតែ2ពេលហ្នឹងទេបាទបងប្អូនចង់ដាក់ច្រើនចង់ដាក់3ពេលក៏ដាក់ទៅណាអត់ខុសអីទេបាទអត់ខុសអីទេបាទគាត់ថាខ្ញុំពីច្រើននេះគឺខ្ញុំដាក់តែ2ពេលទេបងប្អូនដាក់តែពេលព្រឹកហើយនិងពេលថ្ងៃទេពេលព្រឹកហើយពេលល្ងាចបាទដាក់តែពេលព្រឹកហើយពេលល្ងាចទេចឹងប្រហែលជាស្អែកចាប់ផ្ដើមដាក់ខ្សាច់ឲ្យវាពងហើយបងប្អូនព្រោះអីវាចាប់គូច្រើនហើយបាទចឹងបងប្អូនលែងមានចម្ងល់ហើយចំពោះកដោបស៊ីស្លឹកដូងបងប្អូនណាកដោបស៊ីស្លឹកដូងបងប្អូនលែងមានចម្ងល់ហើយបាទព្រោះអីថតឲ្យឃើញជាក់ស្ដែងតែម្ដងអូខេសម្រាប់វីដេអូយើងគឺមានតែប៉ុណ្្នឹងណាសម្រាប់បងប្អូនដែលចាប់អារម្មណ៍បាទចង់បានសាច់កណ្ដូបបាទសម្រាប់បំពងចង់បានពងកណ្ដូបសម្រាប់ភ្ញាស់បាទគឺខ្ញុំមានគុតគង់បងប្អូនណាគឺខ្ញុំមានគុតគុណបាទគុតគង់ជូនបាទគឺតម្លៃពិសេសជូនបងប្អូនណាបាទអូខេចាំជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនបាទបាយបាយ